ตาสิเรียบสู้ปริมัดถึงออกคะแนนบาทจีเจียงกัดเสาะถึงออกคะแนนบาทอันนี้มองกัดเสาะลองส่งเจียงซอได้บาทไอ้มวยมีน่ะมวยแต่ๆนะบ่บ่นไอ้เรื่องนี้เรื่องสระจังมนพรูเมียนกีเนี่ยถอดอ้อยนะบ่บ่นไอ้กากัดบ่ยังខ្ញុំនៅមានកម្រិតទេប៉ុន្តែមើលលេងៗទៅបងប្អូនព្រោះជាងកាត់សក់มันមានណាល្អគ្រប់គ្រាន់ទេខ្ញុំតែងមើលវីដេអូគេក៏មានចំណុចខ្វះខាតខ្លះដែរដែលគេថតផុសមកណាបងប្អូនហើយចំណុចខ្វះខាតតាក់តិចក៏យើងកែតម្រូវទាំងអស់គ្នាក៏វាចេះតែប្រសើរឡើងណាបងប្អូនខ្ញុំក៏មិនល្អប្រហែលដែរខ្ញុំបានត្រឹមតែ50ទេណាបងប្អូនព្រោះគ្រូខ្ញុំបាទក៏ជាជាងនៅជនបទដែរបាទបងប្អូនហើយខ្ញុំរៀនគិតខ្ញុំចេះកាត់សក់បែបបុរាណមីកអយម៉ូតសក់ថៃហើយរងសងថៃហើយម៉ូតសក់ CE PM ក៏គាត់សវណ្ណប្រហាត់ខ្ញុំដែរព្រោះឥឡូវនេះខ្ញុំចេះខ្ញុំបែកខ្លួនឯងណាបងប្អូនការរៀនសូត្រទាំងអស់គ្នាមាននរណាដែលថារៀនបានមកហើយចេះបាន 100% ទេណាបងប្អូនតែយើងរៀនខ្លួនយើងបន្ថែមទៀតយកមកអនុវត្តយើងចេះតែបំបែកទៅតាមការដែលយើងមើលតាមទម្រង់សក់និងទម្រង់ក្បាលមនុស្សដែលមកកាត់សក់ណាបងប្អូនហើយព្រោះបើយើងមិនបំបែកទេនៅតែដដែលវាអត់រីកចម្រើនទេបងប្អូនហើយយើងបំបែកចុះបំបែកឡើងទៅយើងយល់អំពីក្បាលកាត់សក់ថាយើងត្រូវកាត់យ៉ាងម៉េចឲ្យវាល្អហើយវាសមជាមួយនឹងទម្រង់ក្បាលណាបងប្អូនហើយនេះដែលម៉ូតយើងក៏រត់ហើយម្ខាងហើយចូលខាងស្ដាំហើយបងប្អូនហើយឲ្យបងប្រុសគាត់មកលាបថ្នាំពើគាត់ថតឲ្យគាត់អត់បានស៊ូមណាបងប្អូនខ្ញុំក៏កាត់ទៅព្រោះអត់មានវីដេអូផុសក៏ចេះតែឲ្យបងអូនគាត់ចេះតែថតទៅហើយម៉ូតសក់នេះដែលអត់បានកាត់អីទេបងប្អូនថតមកវគ្គចូលមកវគ្គហើយវារៀងសាំញ៉ាំតិចព្រោះយើងត្រូវរំលឹកឲ្យស្អាតណាបងប្អូនឲ្យសឲ្យមាត់ចូលគ្នាណាបងប្អូនហើយសក់ខាងលើគាត់អត់បានកាត់ទេបងប្អូនហើយមានរបៀបការកអុយណាបងប្អូនព្រោះយើងរៀនបណ្ដើយើងមើលគេបណ្ដើយើងអនុវត្តបណ្ដើហើយខ្ញុំជាជាងកាត់សក់រយៈពេល10ឆ្នាំនេះក៏ខ្ញុំនៅតែលួចមើលគេដែរព្រោះវាមិនមានអ្វីដែលថាมันខុសឆ្គងទេបងប្អូនព្រោះជាងកាត់សក់នេះវានៅមានចំណុចខ្វះខាតគ្រប់គ្នាណែហើយតិចច្រើនដោយសារមើលមិនឃើញណាបងប្អូនបើយើងមើលជាក់ស្ដែងវាអាចនឹងមានខ្វះខាតណាបើយើងចាប់តែចំណុចវាចេះតែចាប់បានហើយព្រោះយើងវាចឹងនិយាយថាគ្រូខុសគ្នាពង្រៀនក៏ការខុសគ្នាណាបងប្អូនហើយមកយើងនេះក៏ចិត្តរួចដែរបងប្អូនដល់ពីក្រោយហើយបាទហើយក៏លើសក៏ដៃកាត់រឿងលឿនណាបងប្អូនហើយមួយកុំលឿនពេកព្រោះតាយើងកាត់របៀបថាអត់ប្រើពុំហើយតែយើងកាត់
តែលឿនពេកដឹងតែគេឆោះហើយកែតកើតទេព្រោះយើងអត់បានពាក់ពុំណាបងប្អូនហើយមិនទៅបងប្អូនទម្រង់ក៏ចេញមកបណ្ដើហើយយើងស្អាតបន្តិចៗណាបងប្អូនហើយមើលដងកនឹងកើតទៅឥឡូវនេះក៏ខ្ញុំក៏ចាប់ដើមកាត់រួចហើយបាទមកដល់វាកោជាងសក់ណាបងប្អូននេះវាយើងកោយើងត្រូវតែទាញសាច់គេឲ្យណែនយកមេដៃត្រឹបនឹងឡាមយើងត្រូវផ្ដេកឡាមមិនត្រូវបញ្ឈរឡាមទេបងប្អូនបើយើងបញ្ឈរឡាមអាចបញ្ឈរមកនឹងមុតណាបងប្អូនហើយនេះដែរក៏កាត់ដល់កបណ្ដេញជ្រឹបហើយយើងធ្វើទៅបានណាបងប្អូនវាអត់សូវច្បាស់ទេព្រោះអត់មានជាងថតជាជីបណាបងប្អូនហើយខ្ញុំក៏មិនមែនជាអ្នកជាងថតអីដែរបានថតឲ្យតែឃើញខ្លួនឯងបងប្អូនព្រោះវីដេអូយើងក៏មិនអាចច្បាស់ដូចគេដែរណាបងប្អូនហើយកន្លែងកោយើងកន្លែងហាងខ្ញុំនេះក៏កោរួចក៏យកមកទើលីងឲ្យវាស្មត់ជួបគ្នាណាបងប្អូនឲ្យវាស៊ីគ្នាណាកុំឲ្យឃើញមានដេមដុំណាហើយឥឡូវនេះរួចមកយើងហៀងហើយបាទក៏ខាងឆ្វេងទៀតណាបាទបងប្អូនហើយបងប្អូនចាំអត់លទ្ធផលចុងក្រោយណាបងប្អូនព្រោះម្ខាងនេះបានរៀងច្បាស់ត្រូវដៃនិងត្រូវជាងថតគេថតមកចំប្លង់ល្អណាបងប្អូនមើលក៏ដូចខ្ញុំបាទក៏បានក៏តាមរបៀបបងប្អូនក៏បានព្រោះការកវាមិនអាស្រ័យលើយើងរៀនតាមគ្នាទេបងប្អូនព្រោះយើងចេះបែបណាយើងកបែបនោះទៅហើយយើងក៏មើលគ្នាទៅមកទៅវិញទៅខ្ញុំក៏មើលគេក៏មើលខ្ញុំប៉ុន្តែរឿងការកវាស្រួលបែបបងប្អូនខ្ញុំការកខ្ញុំក៏ស្រួលបែបខ្ញុំណាបងប្អូនហើយបងប្អូនឥឡូវនេះក៏បានជិតរួចហើយបាទហើយយើងក៏ចាំអត់លទ្ធផលទាំងអស់គ្នាណាបងប្អូនព្រោះមុតនេះត្រូវនឹងទម្រង់សក់ទម្រង់ក្បាលគិតណាហើយអេមកម្រិតណាសូមបងប្អូនចាំអត់ទាំងអស់គ្នាបាទឥឡូវមុតយើងក៏ហើយបាទដល់វាដោះកលុំដោះខោអាវមកចេញមកបានប៉ុណ្ណេះបាទបងប្អូនហើយជួយដាក់បន្ទុកផងមើលដល់ហើយខាងនេះរៀងចាំងតិចបងប្អូនមកគួយចាំនោះជាងថតនោះគួយដាក់ពើសក់ណាបងប្អូនគាត់ជាក្មេងទេប៉ុន្តែឲ្យគាត់សុំឲ្យគាត់ថតណាគាត់ក៏ថតបានស្អាតដែរក៏ហើយក៏អរគុណគាត់ដែរបងប្អូនអរគុណសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំបាទអរគុណជម្រាបលា